ចាថ្ងៃនេះមកបង្ហាញមុខម្ហូបដែលពេលដែលយើងដាច់លុយគឺឆ្ងាញ់ខ្លាំងគឺឆាពងមាន់ម្រះព្រៅបងមកមើលវិធីធ្វើទាំងអស់គ្នាដំបូងគឺយើងដាក់ប្រេងឆាចៀនពងមាន់ឲ្យក្រៀមនិយាយទៅពងមាន់គឺត្រូវតែក្រៀមបានឆ្ងាញ់ណាហើយថ្ងៃនេះដែរចង់មកបង្ហាញបងទីជាមួយប្រេងឆាដែលខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃគឺប្រេងឆាផ្កាឈូករស់សញ្ញារូបបេះដូងជាផលិតផលនាំចូលផ្ដាច់មុខពីប្រទេសម៉ាឡេស៊ីដែលមានគ្រឿងផ្សំសំខាន់សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់ចម្រាញ់ចេញពីវត្ថុធាតុដើមផ្កាឈូករស់កាត់បន្ថយពីជំងឺដាច់សរសៃឈាមបេះដូងសម្បូរទៅដោយវីតាមីន E, Omega 3, 6 និង 9 ចៀនឆាឬបំពងគឺមិនអាចខ្វះបានជាមួយនឹងប្រេងឆាផ្កាឈូករស់សញ្ញារូបបេះដូងចាឥឡូវយើងមកម្លិញខ្ទឹមម្ទេសដែលយើងបានបុករួចចាមកបងហើយបន្ទាប់មកគឺយើងដាក់ស្ករត្នោតបន្តិចជាមួយនឹងទឹកម្ទេសមួយស្លាបព្រាប្រេងខ្យងមួយស្លាបព្រាទឹកត្រីម៉ាន់តិចហើយយើងលួចជាមួយនឹងម្សៅស៊ុបបន្តិចនិងប៊ីចេងបន្តិចផងដែរច្របល់គ្រឿងផ្សំទាំងអស់នឹងចូលគ្នាបើវារៀងខាំបងអាចបន្ថែមទឹកបន្តិចបានតោះមកយើងដាក់សណ្តែកគួរយើងចូលជាមួយនឹងពងទាដែលយើងបានហាន់វារួចនឹងច្របល់ចូលគ្នាឲ្យសព្វមកបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងម្រះព្រៅបងតែប៉ុណ្្នឹងគឺរួចរាល់បងភ្លក់រសជាតិមើលទៅសម្រាប់ខ្ញុំតែប៉ុណ្្នឹងគឺល្មមញ៉ាំហើយនិយាយទៅឆ្ងាញ់ខ្លាំងបងហើយនេះបើយើងបានដាក់ឲ្យរៀងហិលណាឆ្ងាញ់ហ្មងប៉ុន្តែនេះគឺខ្ញុំធ្វើសម្រាប់ប្តីខ្ញុំគាត់ញ៉ាំអញ្ចឹងក៏អត់សូវចេះហិលទេអញ្ចឹងតែប៉ុណ្្នឹងគឺបានបងណាអត់ធ្លាប់សាកអីអាចសាកជាមួយមួយមុខនេះបានគឺrecommend មែនតើបងគឺឆ្ងាញ់ណា